តែអ្នកដឹងទេទង្វើទូចបែបនេះវាធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានក៏ដូចជាសុខភាពរបស់យើងដូច្នេះក្នុងនាមយើងជាយុវជនយើងត្រូវតែគូសកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិកតើអ្នកទាំងអស់គ្នាបានដឹងអំពីស្ថានភាពនៃការប្រើប្រាស់ប្លាស្ទិករបស់មនុស្សយើងសប្តាហ៍ដែរឬទេតាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិឬយើងហៅកាត់ថា UNDP គឺគេបាននិយាយថានៅទូទាំងពិភពលោករបស់យើងនេះចំនួនប្លាស្ទិកគឺមានច្រើនជាង430លានម៉ែត្រតោនជារៀងរាល់ឆ្នាំហើយប្រសិនបើមិនមានចំណាត់ការដោះស្រាយបញ្ហានេះបានតាន់ពេលវេលាទេវានឹងអាចកើនឡើងចំនួន3ដងនៅឆ្នាំ2060ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃគឺបានបង្កើតឲ្យមានការសំណង់ក្រុងច្រើនជាង3500តោនជាប្រចាំថ្ងៃដែលនៅក្នុងចំនួននោះផងដែរគឺយើងរកឃើញថាមានប្លាស្ទិកចំនួន20%ថង់ប្លាស្ទិកគឺត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃដោយសារតែវាមានភាពងាយស្រួលក៏ដូចជាតម្លៃថោកក្នុងការប្រើប្រាស់តែផ្ទុយទៅវិញថង់ប្លាស្ទិកបានជាឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិស្ថានក៏ដូចជាសុខភាពរបស់យើងប្រចាំថ្ងៃដូច្នេះក្នុងនាមយើងជាយុវជនយើងគួរតែអនុវត្តការពារនៅបរិស្ថានរបស់យើងតាមរយៈវិធីសាស្ត្រ3យ៉ាង 3R Reduce Reuse Recycle ការកាត់បន្ថយការប្រើប្រាស់ឡើងវិញនិងការកែច្នៃឡើងវិញទាំងនេះគឺជាសកម្មភាពដែលយើងអាចចូលរួមក្នុងការការពារបរិស្ថានរបស់យើងសម្រាប់ខ្ញុំក្នុងនាមជាយុវជនម្នាក់ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកខ្ញុំបានប្រើប្រាស់ដបទឹកបែបនេះជំនួសឲ្យដបប្លាស្ទិកក្នុងការបរិភោគទឹកជាប្រចាំថ្ងៃរបស់ខ្ញុំសម្រាប់ខ្ញុំដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកខ្ញុំជ្រើសរើសយកវិធីសាស្ត្រការកែច្នៃឡើងវិញជាក់ស្ដែងដោយថោកការនេះមួយអញ្ចឹងគឺយើងប្រើប្រាស់ដបប្លាស្ទិកដែលយើងបានប្រើប្រាស់រួចកែច្នៃវាធ្វើជាថោកការហើយវាជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជំរាបសួរក្នុងនាមជាគ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំខ្ញុំក៏មានកម្មវិធីខ្លះៗសម្រាប់ការជួយទៅដល់សង្គមសម្រាប់កម្មវិធីបរិស្ថានផងដែរក្នុងនោះដែរការអប់រំណែនាំទៅដល់ក្រុមនិស្សិតដើម្បីឲ្យគាត់យល់ដឹងអំពីការលើកកម្ពស់អនាម័យស្អាតជាពិសេសនៅក្នុងថ្នាក់រៀនផងដែរការកាត់បន្ថយនៅការប្រើប្រាស់នៅប្លាស្ទិកដូចជាកំប៉ុងដបទឹកសុទ្ធដែលគាត់ប្រើប្រាស់ជាប្រចាំក៏ជារឿងអ្វីដែលពួកគាត់គួរតែយល់ដឹងផងដែរការប្រើប្រាស់នៅកំប៉ុងទឹកក្តៅដែលគាត់អាចប្រើប្រាស់បាននេះគឺជារឿងដែលល្អសម្រាប់នៅក្នុងថ្ងៃនេះវិញផងដែរនេះខ្ញុំក៏បានអញ្ជើញការចូលរួមពីក្រុមនិស្សិតរបស់យើងចំនួន5-6 នាក់ដើម្បីចូលរួមក្នុងកម្មវិធីអនាម័យបរិស្ថានដែលនៅក្នុងនេះក្នុងពេលស្វែងគេដាក់ថាកម្ពុជាស្អាតខ្ញុំធ្វើបានសម្រាប់អ្នកចង់សិក្សាស្វែងយល់បន្ថែមទាក់ទងជាមួយនឹងការរស់នៅគ្មានកាកសំណល់អ្នកទាំងនេះអាចចូលទៅក្នុង page 0ឬក៏ page Sing Plastic ហើយចំពោះយុវជនដែលមានបំណងចង់ចូលរួមសកម្មភាពស្ម័គ្រចិត្តអ្នកទាំងអស់គ្នាអាចចូលរួមជាមួយនឹង World Clean Up Activity ដែលគេធ្វើជារៀងរាល់ឆ្នាំហើយចំពោះ link ចុះឈ្មោះអ្នកទាំងអស់គ្នាអាចស្វែងរកបាននៅក្នុង page របស់ក្រសួងបរិស្ថានសូមអរគុណបរិស្ថានស្អាតតាមចេញពីយើងទាំងអស់គ្នា